យកថាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយទៀតហើយដែលមកចែករំលែកជាមួយបងប្អូនគ្នាស្ដាប់កំសាន្តចង់ដឹងហេតុការណ៍ទីយ៉ាងណាតោះចូលស្ដាប់ទាំងអស់គ្នានិយាយអំពីរឿងនេះកាលហ្នឹងខ្ញុំទៅធ្វើផ្លូវនៅឯព្រំដែនពីខ្មែរទៅថៃនិយាយទៅការទៅធ្វើផ្លូវនៅទីហ្នឹងវាសប្បាយណាស់នៅទីនោះមានព្រៃឈើមានចកាគេឡើងធម្មជាតិតែម្ដងនិយាយអំពីសម្រស់ធម្មជាតិវិញគឺថាស្អាតតែម្ដងទៅណាក៏ឃើញតែពណ៌ខៀវស្រស់ឡើងបំព្រងហើយអ្នកនៅស្រុកនោះគេធ្វើចកាមានដូចជាចកាទុរេនចកាសាវម៉ាវចកាម្រេចហើយនឹងច្រើនទៀតតែរៀបរាប់មិនអស់ទេព្រោះអីដីម្ដុំនោះគឺមានជីជាតិល្អណាស់ដាក់អីដាំអីក៏ល្អដែរអ្នកនៅស្រុកនោះភាគច្រើនគេចូលចិត្តទៅថៃដើម្បីទៅធ្វើការជាកម្មករបេះផ្លែឈើឬក៏ធ្វើការអីផ្សេងអ្នកខ្លះក៏នៅផ្ទះដើម្បីធ្វើការដាំដំឡូងអញ្ចឹងទៅហើយពេលខ្លះគេក៏ប្រមូលផលគេក៏យកទៅលក់នៅឯព្រំដែនព្រោះអីវាបានថ្លៃការខ្ញុំធ្វើការនៅទីហ្នឹងគឺមានហាងមួយគឺជាហាងរបស់ជនជាតិថៃក៏មិនដឹងតែធ្វើលើនៅទឹកដីខ្មែរនៅជិតព្រំដែនដែរទេរាល់ថ្ងៃពុធបានគេមកលក់តែគេលក់តែគុយទាវទេគឺជាគុយទាវទឹកខ្មៅគឺមានរសជាតិឆ្ងាញ់ណាស់ឲ្យតែគេមកលក់ពួកខ្ញុំទាំងអស់គ្នាតែទិញហូបព្រោះអីមួយចានតែ12000រៀលទេតែឆ្ងាញ់របស់គេមែនគេដាក់សាច់ឡើងច្រើនទៀតផងមួយចានហូបតែម្នាក់ឯងសឹងតែមិនអស់បើថ្ងៃសុកវិញគឺមានកន្លែងមួយទៀតតែឆ្ងាយពីកន្លែងហ្នឹងប្រហែលជា1គីឡូដីដែលគេហៅថាផ្សារអុកញ៉ានៅទីនោះឲ្យទៅដល់ថ្ងៃសុកគឺមានតាំងពីពណ៌ដូចជារបស់ប្រើប្រាស់និងគប់ពេជ្រប៉ោងយកតុក្កតានិងមានមន់ជុលជាដើមជាពិសេសគឺមានការប្រកួតប្រដាល់កូនក្មេងទៀតផងនិយាយពីថាពួកខ្ញុំនេះហើយបងប្អូននៅទីនោះនាំគ្នាទៅមើលស្រែកហូចាក់ខាងនេះចាក់ខាងនោះតែមិនមែនចាក់លក្ខណៈចាក់លុយអីទេគឺចាក់របស់ហូបអ្នកណាចាញ់អ្នកនឹងទៅចេញលុយហើយបើនិយាយពីកំមុំកូនគេអ្នកនៅនឹងវិញមិនបាច់ទូទេថ្លៃផ្ទះស្ទើរតែរាប់ម៉ឺនមិនឲ្យថ្លៃមិនបើដីចកាគេស្ទើរតែរាប់ហាត់មិនមែនលេងសើចណាឃើញអ្នកនៅចកាអញ្ចឹងទេបន្តិចចង់មើងងាវអីទៅនៅទីនោះខ្ញុំក៏បានស្រឡាញ់នារីម្នាក់ហើយពួកយើងក៏បានព្រមធ្វើសង្សារនឹងគ្នាតែបើនិយាយពីការស្រឡាញ់វិញខ្ញុំដូចតែស្រឡាញ់គេតែម្នាក់ឯងទេគេមិនសូវខ្វាយខ្វល់ទេព្រោះអីគេស្អាតគេមិនមែនស្អាតធម្មតាទេគេស្អាតបែបដូចតារាអញ្ចឹងហើយគេគឺជាអ្នកលក់បកល្ហុងលក់ពងទាកូនបង្អែមគ្រប់មុខអីហ្នឹងហើយតែតែមានមនុស្សប្រុសម្ញ៉ែគេច្រើនព្រោះអីគេជាស្រីស្អាតដល់អញ្ចឹងគេក៏មិនសូវខ្វាយខ្វល់អីពីខ្ញុំដែរតាក់ទងគ្នាបានប្រហែលមួយរយៈពួកយើងក៏បានបែកគ្នាទៅព្រោះអីខ្ញុំម្នាក់មកដូចជុចដាក់ត្រីខអញ្ចឹងអ្នកណាគេស្មោះយើងនិយាយរឿងហ្នឹងប៉ុណ្ណឹងបានហើយកុំឲ្យវែងឆ្ងាយពេកគេលោអ្នកស្ដាប់គេថាតប៉ែមានថ្ងៃមួយឡានរបស់ខ្ញុំក៏បានខូចតែត្រូវតម្រូវឲ្យខ្ញុំយកឡានទៅធ្វើដល់ខេត្តបានមានជាងព្រោះអីនៅម្ដុំដែលខ្ញុំធ្វើផ្លូវនេះជាងក៏មានដែរតែជាងមិនសូវចេះខ្លាំងអីទេចេះធ្វើតែអត្រៈគោយន្តអីហ្នឹងបើនិយាយពីចម្ងាយផ្លូវពីព្រំដែនមកដល់ខេត្តមានចម្ងាយប្រហែលជា70គីឡូឬក៏80គីឡូអីហ្នឹងមកដល់ខេត្តមានការ៉ាសឡានមួយដែលមេខ្ញុំខលមកប្រាប់ខ្ញុំថាឲ្យចូលធ្វើនៅនឹងទៅគាត់ថានឹងជាបងប្អូនរបស់គាត់តែសាច់ឆ្ងាយខូចអីខូចកន្លែងណាប្រាប់គេទៅគេធ្វើឲ្យហើយបើនិយាយពីការ៉ាសឡាននោះវិញគឺថាមានលក្ខណៈជារោងយ៉ាងធំហើយខាន់ពីចំហៀងកន្លែងមួយកន្លែងប្រពន្ធមេជាក៏លក់អីហូបដូចជាបាយកាទៀវនិងភេសជ្ជៈអីផ្សេងមួយចំហៀងទៀតគឺកន្លែងធ្វើឡានតែបើមើលទៅរោងកន្លែងធ្វើឡានដូចជាតូបលក់អីអវ៉ាន់នៅផ្សារអញ្ចឹងប្រហែលជាការ៉ាសនេះពីមុនគេធ្លាប់ធ្វើជាកន្លែងតូបជួលឲ្យអាជីវករហើយតែប្រហែលយ៉ាងម៉េចបានគេរើធ្វើជារោងជួលឲ្យជាការ៉ាសឡានទៅវិញនិយាយអំពីចំហៀងជាប់ជញ្ជាំងរោងធ្វើឡានហ្នឹងគឺមានទ្វារមួយតែគេដាក់ផ្ទះកង់ម៉ានៅជាប់គ្នាតែគ្មានទ្វារបិទបើកទេហើយក៏មានដើមអំពិលមួយនៅជិតទ្វារនោះដែរហួសពីដើមអំពិលនោះប្រហែលជា3ម៉ែត្រគឺជារបងព័ទ្ធជុំវិញដោយថ្មតែរបងនោះស្ទើរតែវល់ឡើងសុបទ្រុបមើលទៅខាងក្នុងរបងនោះក៏មានផ្ទះមួយជាផ្ទះថ្ម2ជាន់ដែរគេទុកចោលព្រោះអីមើលទៅស្ទើរតែព្រៃនិងដើមឈើដែលដុះឡើងទ្រុបហើយផ្ទះនោះឡើងស្លែកាន់ឡើងពេញផ្ទះមើលទៅគឺចាស់តែម្ដង
ប្រហែលផ្ទះនេះគឺទុកចោលយូរហើយមិនដែលមានណាមកកំអាតឬក៏ឆ្កាព្រៃឥឡូវយើងមកនិយាយរឿងឡានយើងវិញឡានខ្ញុំគឺមកដាក់នៅក្នុងរោងនៅជាប់ជញ្ជាំងទល់មុខទ្វារដើមអំពិលនឹងឯងហើយក៏ខ្ញុំក៏បំបះបែនទ្រង់ឡានក៏យកកំណល់ឈើទៅកលខាងក្រោមទ្រង់ព្រោះអីខ្លាចវាស្រុតមកខាងក្រោមវិញកុំឲ្យជាងពិបាកធ្វើពេលនោះខ្ញុំក៏សួរជាងថាបងឡានខ្ញុំធ្វើប្រហែលប្រហែលថ្ងៃហើយជាងក៏តបថាពី3ថ្ងៃអីហ្នឹងហើយពេលនោះជាងក៏បានដោះកង់ឡានខាងក្រោយរបស់ខ្ញុំចេញអស់ការរំលងដល់ពេលយប់ឡើងគឺថាខ្ញុំត្រូវតែដេកក្នុងកាប៊ីនឡានរបស់ខ្ញុំនៅពេលនោះយប់ឡើងខ្ញុំក៏មើលទូរស័ព្ទដល់ម៉ោងប្រហែលជា9យប់ខ្ញុំក៏ចាប់ផ្ដើមងុយដេកអញ្ចឹងខ្ញុំក៏បានដេកតែប្រហែលជាម៉ោង11យប់ឡានខ្ញុំក៏លឺសូរទុងលក្ខណៈថាទង់ឡានរបស់ខ្ញុំវាស្រុតចុះខ្ញុំក៏ភ្ញាក់ព្រោះអីវាឡើងលើកដល់ក្នុងកាប៊ីនឡានគ្រាន់តែខ្ញុំភ្ញាក់ទង់ឡាននោះក៏លេងលឺខ្ញុំឆ្ងល់ណាស់ព្រោះអីទង់ឡានរបស់ខ្ញុំបែនទុកចោលរាប់ខែក៏វាមិនដែលចេះស្រុតទៅណាដែរតែនេះយកឈើទៅកល់ផងហេតុអីក៏វាស្រុតកើតខ្ញុំក៏មើលតាមកញ្ចក់ខាងក្រោយដែលជាកញ្ចក់ផ្ទាំងដែលគេធ្វើជាប់នឹងកាប៊ីនឡានសម្រាប់ឲ្យយើងមើលទៅខាងក្រោយឃើញដល់ខ្ញុំចាំមើលទ្រង់ឡាននោះមិនឃើញស្រុតឬអង្គើអីបន្តិចផងខ្ញុំក៏បានដេកទៅវិញគ្រាន់តែដាក់ក្បាលទៅដល់ខ្នើយក៏ឮសូរសំឡេងទុងម្ដងទៀតវាគឺជាសំឡេងទ្រង់ឡានច្បាស់ណាស់បើគេយកស្អីមកវាយទ្រង់ឡានវាច្បាស់ជាឮសំឡេងផ្សេងពីហ្នឹងតែនេះវាឡើងរង្គើដល់ក្នុងកាប៊ីនឡានរបស់ខ្ញុំលើកនេះខ្ញុំចាប់ផ្ដើមរៀងញញើតបណ្ដើខ្ញុំក៏ឡើងអង្គុយម្ដងទៀតហើយក៏ក្រឡេកមើលជុំវិញឡានគឺថាស្ងាត់ឲ្យជ្រាបព្រោះអីអាត្មានេះជាងឡានក៏គេចូលសម្រាប់អស់ទៅហើយខ្ញុំក៏បានក្រឡេកទៅមើលផ្ទះដែលគេទុកចោលនោះតែពេលយប់វាងងឹតពេកវាមិនអាចមើលឃើញបានទេព្រោះអីផ្ទះនោះគឺគ្មានភ្លើងបើកចោលនោះទេលើកនេះខ្ញុំក៏ចាប់ផ្ដើមខ្លាចហើយក៏សង្ងំដេកយកពុនមកគ្របហើយក៏និយាយថាសូមឲ្យជានាងឡានជួយថែរក្សាគុណទៅផងមានណាប្រហែលជានាងឡានខ្លាចជាងឯងទៀតមើលទៅសំលេងស្រុតឡានក៏លឺទៀតម្ដងនេះប្រហែលគឺថែមប្រម៉ូសិនឲ្យពិសេសហើយដល់គេមកចាប់អង្រួនកាប៊ីនឡានទៅមកឡើងខ្ញុំបែកញើសប៉ុនមេជើងចង់លេចនោមដាក់ខោទៀតផងខ្លាចចុះខ្លាចឡើងមិនដឹងខ្លួនឯងដេកលក់តាមអាត្មាណាព្រឹកឡើងខ្ញុំក៏បានយករឿងនេះទៅនិយាយជាមួយកូនជាងឡានពេលនោះមេជាងក៏បានដើរមកដល់ដែលគាត់និយាយថាយប់មិញមែនអញទៅរុញកាប៊ីនឡានឯងលេងតាឯងស្មាត់ខ្មោចលោឯងមែនខ្ញុំក៏សួរគាត់វិញថាចុះជប់ម៉ោងមក10ជាងហើយពួកឯងមករុញកាប៊ីនឡានខ្ញុំធ្វើអីពួកឯងអត់សម្រានទេចុះហើយទ្រង់ឡានខ្ញុំពួកឯងយកស្អីគោះបានលឺរង្គើដល់កាប៊ីនឡានខ្ញុំទាំងអស់អញ្ចឹងហើយខ្ញុំក៏បាននិយាយទៀតថាយប់មិញទ្រង់ឡានខ្ញុំក៏លឺសូរស្រុតកាប៊ីនឡានខ្ញុំក៏រង្គើវាមិនដែលពួកឯងណាម្នាក់ឯងធ្វើឲ្យឡានខ្ញុំរង្គើពេញហ្នឹងទេគាត់ថាបើមិនជឿយប់ហ្នឹងចាំមើលគាត់មកធ្វើបាបខ្ញុំម្ដងទៀតខ្ញុំក៏មិនបានខ្វាយខ្វល់ពីសម្ដីគាត់ទេព្រោះអីបញ្ញាប់តែធ្វើឡានឲ្យហើយបានទៅដឹកវិញយប់ទី2ក៏បានមកដល់លើកនេះខ្ញុំក៏បានយកសោលេខ32ដាក់នៅចិត្តខ្លួនគិតថាបើសិនជាគាត់មកលេងសើចមែនខ្ញុំច្បាស់ជាយកសោនោះគប់ទៅគាត់មិនខានទេហើយចាំនិយាយថាខ្ញុំក៏លេងសើចដែរអ្វីដែលខ្ញុំគិតក៏បានមកដល់នៅពេលដែលខ្ញុំកំពុងតែដេកលក់ស្រាប់តែចាប់ផ្ដើមទៀតហើយវាសូរទុងខ្ញុំក៏ចាប់ផ្ដើមយកសោមកកាន់នឹងដៃលើកនេះខ្ញុំក៏បានបើកកញ្ចក់តិចថាបើសិនជាឃើញគាត់មកលេងអញ្ចឹងមែនខ្ញុំច្បាស់ណាស់ខ្ញុំនឹងយកសោនោះគប់ទៅគាត់តែមានណាខ្ញុំខំប្រឹងអឺតមើលទៅឆ្វេងស្ដាំមុខក្រោយអត់មានឃើញណាទេហើយឆ្កែក្នុងការ៉ាសនោះវាក៏ចាប់ផ្ដើមលូហើយនឹងព្រុសយប់ទី1វាមិនលូទេចុះលើកនេះវាលូបកាច់ស្អីវាខ្ញុំឡើងព្រឺក្បាលខ្ញាខ្ញុំក៏ស្ទុះមកគ្រប់ភួយវិញនឹងញ័រខ្លួនសូត្រអស់ហើយធေါ်ហៅម៉ែហៅឪឲ្យមកជួយហើយទាំងនិយាយតាមកំពីសន្តានឲ្យមកជួយទៀតក៏មិនបានផលដែរលើកនេះគេប្រហែលលេងឈុតធំហើយឲ្យទ្រង់ឡានរបស់ខ្ញុំលឺញាប់ទៅក៏ប៊ីនឡានខ្ញុំវិញទៅតែដាច់ចេញពីគ្នាយកទៅយកមកខ្ញុំណេះចង់ពុលក្ដួចតែចេះតែសង្ងំទៅព្រោះអីជប់ជ្រៅពេកមិនហ៊ានចុះទៅលើឡានរត់ទៅឲ្យគេជួយទេព្រោះគេដេកនៅឆ្ងាយនៅក្នុងរោងមួយខាងទៀតណោះលើកនេះច្បាស់ហើយមិនមែនពូមេជាងហ្នឹងមកលេងខ្ញុំទេ
ព្រឹកឡើងខ្ញុំក៏យករឿងហ្នឹងទៅនិយាយម្ដងទៀតលើកនេះបានកូនជាងនៅទីនោះប្រាប់ខ្ញុំថាគាត់ក៏ត្រូវខ្មោចលងដែរតែគាត់ថាការគាត់មកធ្វើកូនជាងដំបូងម៉ោងប្រហែលជា6ល្ងាចពេលនោះមេឃរឿងងងឹតទៅហើយគាត់ក៏បានឈរនៅពីមុខទ្វារដែលមានដើមអំពិលនៅពីមុខនេះហើយក៏បានសម្លឹងមើលទៅផ្ទះដែលគេទុកចោលនោះហើយក៏បានឮសំឡេងមនុស្សស្រីម្នាក់កំពុងតែបំពេកូនគាត់ក៏បានផ្ទៀងទៅជៀកស្ដាប់ដែរគាត់ថាគាត់ខំប្រឹងសម្លឹងមើលទៅផ្ទះនោះចុះឡើងក៏ស្រាប់តែឃើញមានស្ត្រីម្នាក់កំពុងបីកូនដែលស្លៀកពាក់រ៉ូបដេកហើយក៏បានសម្លឹងមកគាត់ហើយក៏ញញឹមឆ្ងាញ់ដាក់គាត់ហើយក៏លៀនដាតយ៉ាងវែងពេលនោះស្ត្រីនោះក៏លោតពីលើផ្ទះតែជាជាន់ទី2មកលឺសូរព្រុសដូចជាប៉ះជាមួយនឹងដើមឈើនៅខាងក្រោមគាត់ឯណេះគាំងនៅកន្លែងដោយកម្រើកខ្លួនមិនរួចមួយសន្ទុះក្រោយក៏ស្រាប់តែលឺស្ត្រីម្នាក់នោះបំពេកូនម្ដងទៀតម្ដងនេះបានលឺសំឡេងហៅគាត់ខ្លាំងពីក្រោយនោះគឺជាសំឡេងរបស់ពូមេជាងឡានទេដែលធ្វើគាត់ភ្ញាក់ខ្លួនព្រឺតគាត់ក៏ស្ទុះមកប្រាប់ថាខ្មោចលងគាត់ស្អែកឡើងកំពុងតែធ្លាក់ខ្លួនឈឺហើយអ្នកផ្ទះគាត់ក៏បានឲ្យគាត់មកស្រោចទឹកចេញបាននិយាយអំពីរយៈពេលដែលខ្មោចលងគាត់នេះគឺប្រហែលជារយៈពេល1ខែហើយព្រោះអីគាត់ទើបតែមកធ្វើការពីកូនជាងគេនៅទីនេះដែរទេគាត់មិនសូវដឹងពីប្រវត្តិនៅទីនេះច្បាស់ទេហើយថ្ងៃនេះឡានរបស់ខ្ញុំក៏បានធ្វើហើយខ្ញុំក៏បានបើកឡានរបស់ខ្ញុំមកដល់ការដ្ឋានវិញបើកបានតែមួយថ្ងៃឡានរបស់ក្មួយខ្ញុំក៏បានខូចម្ដងហើយខ្ញុំក៏មិនបានដឹងថាឡានរបស់វាខូចដែរឡានវាក៏ត្រូវតម្រូវឲ្យយកទៅធ្វើនៅខេត្តដូចគ្នាតែខ្ញុំក៏មិនបានដឹងថាវាយកទៅធ្វើនៅកន្លែងណាដែរពេលហ្នឹងខ្ញុំក៏មិនបានទេទូរស័ព្ទសួរណែនាំវាថាមេឲ្យយកឡានទៅធ្វើនៅកន្លែងណាហើយវាក៏មិនបានទេសួរខ្ញុំដល់2ថ្ងៃក្រោយទើបឃើញឡានវាមកដល់ការដ្ឋានវិញដល់ពេលល្ងាចចប់ម៉ោងការងារពួកយើងទៅជុំបាយគ្នាវាក៏បាននិយាយរឿងមួយប្រាប់ពួកយើងថាវាត្រូវខ្មោចលងពេលដែលវាយកឡានទៅធ្វើនៅការ៉ាសមួយនៅខេត្តពេលនោះខ្ញុំក៏សួរថាការ៉ាសមួយដែលមានមេជាងឈ្មោះថាគូស្វិតនឹងមែនវាក៏បានតបមកវិញថាបាទនឹងហើយពូខ្ញុំម្នាក់ខ្មោចលងចង់បះសក់វាក៏បានរៀបរាប់មកដោយរឿងខ្ញុំសឹងតែទាំងអស់តែវាលើសខ្ញុំមួយរឿងដោយវាថាយប់ទី2វាក៏បានទៅសុំដេកនៅលើប៉ៅអ៊ីដែលជាកន្លែងលក់គុយទាវរបស់ប្រពន្ធមេជាងនៅពេលម៉ោងប្រហែល2យប់វាក៏បានឈឺនោមវាក៏បានដើរទៅនោមនៅមុខចិត្តខ្នល់ចិត្តពេលនោះវាក៏បានកលេចមកមើលឡានក៏ស្រាប់តែឃើញភ្លើងពិនកដៃពណ៌ក្រហមអស់ជុំវិញឡានរបស់វាទៅមកវាគ្រាន់តែឃើញព្រាមវាមិនហ៊ានមាត់ទេវាដើរមកមួយចូលទៅក្នុងមុងវិញហើយភ័យដល់ចង់លិចនោមដាក់ខោទៅហើយព្រោះវាអត់ដឹងថានោះគឺជាគ្រឿងអីប្រហែលខ្មោចនោះវាអត់ឃើញមនុស្សដេកទៅក្នុងឡានដល់អញ្ចឹងវាដើររកកែវមើលអាងធ្វើស៊ីទៅខ្មោចនេះថោកទៀតមែនវាដេកអត់កើតវាមកញ៉ៃញ៉ៃធ្វើឲ្យគេដេកអត់កើតដែរទៅបើថ្ងៃណាមួយជួបនៅមុខផ្ទាល់និយាយគ្នាបានណាបបួលគ្នាផឹកមួយស្មើតែម្ដងទូទៅការរាប់អានកុំឲ្យតែចេះមករំខានគេអត់ដឹងថាគេនឹងខ្លាចចង់ងាប់ទៅហើយរឿងនេះមានតែប៉ុណ្្នឹងទេហើយបើបងប្អូនណាពេញចិត្តនៅវីដេអូរបស់ខ្ញុំក៏ជួយចុចជាវនិង Subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តសូមអរគុណ